សូមស្វាគមន៍មកកាន់វីដេអូមេរៀនប្រសាទទី1មេរៀនទី18នៅក្នុងមេរៀនទី18នេះយើងនឹងបង្ហាញពីរបៀបផ្ទះដៃជួរទី2ហើយលេខពីជួរទី1ដល់ជួរទី2តែម្ដងនៅក្នុងជួរទី2នេះមានតួចំនួន3ប្រភេទគឺតួខ្មៅ1វិធីលេខដកដង្ហើមចំណែកឯតួទំពក់ដែលគឺ2គ្រាប់ចប់នេះគេហៅថាទំពក់កន្លះវិធីអញ្ចឹងកាលណាគឺ2គ្រាប់ចប់គ្នាគឺយើងត្រូវអាន3សំឡេងជាប់គ្នាបាទនៅកន្លែងនេះយើងដោតឡាហើយមានឡាមួយទៀតអញ្ចឹងយើងគួរអានថាឡាជាប់គ្នាអញ្ចឹងមិនមែនឡាហ្នឹងអានថាសំឡេងដកតែដល់ពេលយើងអានសំឡេងជាប់ឡាបាទហើយចុងក្រោយគេយើងមាន not sol បាទនៅក្នុងបទនេះគេសរសេរខុសទៀតហើយតាមពិតអានេះគឺ not sol មិន not re ទេបាទsol ខ្សែគោលែងដៃបាទហើយជាតួមួយយើងរាប់2 3 4បាទអញ្ចឹងយើងបានរបៀបផ្ទះដៃបាទសំទោសយកតាមកាត់អង្គយើងផ្ទះដៃសិនបាទនេះ1 2 3 4 Cឡាសឡាស2 3 4បាទតាមពិតកន្លែងវិញយើងគួរទៅផ្ទះដៃបែបនេះឡាបាទគួរផ្ទះដៃបែបនោះមិនត្រូវឥឡូវយើងសូមបង្ហាញម្ដងទៀត1 2 3 4 Cឡាសឡាស2 3 4បាទយើងឃើញថាតួទាំង3ប្រភេទនេះគឺយើងលាយខុសគ្នារយៈពេលណាបាទហើយតាមពិតបទដែលពិបាកជាងគេបំផុតគឺបទដែលមានណោតដូចគ្នាច្រើនបាទមិនមែនមានណោតដូចគ្នាច្រើនស្រួលទេបាទកាន់តែច្រើនគឺកាន់តែពិបាកដោយសារអីយើងងាយនឹងច្រឡំបាទដល់ពេលងាយច្រឡំបែបហ្នឹងឥឡូវយើងដើម្បីងាយស្រួលដូចថាណោត C ហ្នឹងវាមាន5គ្រាប់អញ្ចឹងយើងនៅពេលដែលកូនហ្នឹងយើងរាប់នៅក្នុងចិត្តថា1 2 3 4 5ហើយលេខណោតឡាថែមទៅមកហើយខ្ញុំបង្ហាញពីជួរទី2សិនបាទជួរទី2យើងនិយាយបែបនេះ1 2បាទសូមបញ្ជាក់តិចថាណោត C នេះយើងប្រើខ្សែគោមរៀនកណ្ដាលដល់ពេលឡាខ្សែគោរៀនចង្អុលវានៅកន្លោះទី2ដល់ពេលកាត់បន្តទី2យើងហៅណោតសនិងយើងប្រើខ្សែគោបលែបាទបែបនេះ1 2 3 4 C សំទោស1 2 3 4 1 2 3 4 5 4បាទហើយនេះឥឡូវយើងលេងម្ដងទៀតមកជួរទី2 1 2 3 4 C 3 4បាទឥឡូវខ្ញុំនឹងលេងពីជួរទី1ដល់ជួរទី2តែម្ដង1 2 3 4 2 2 3 4 បាទនេះគឺជាចំនៃវីដេអូទី18បាទសូមអនុវត្តការផ្ទះដៃនិងការលេងផ្ទះខ្លួនឯងជួបគ្នានៅក្នុងវីដេអូបន្ត